សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់តែនិយាយអំពី AS26 បាទតើនឹងមានអ្វីផ្នែកខ្លះបាទអញ្ចឹងបងប្អូនមួយចំនួនក៏គាត់ជិះដឹងហើយបាទតើនឹង AS26 នេះស្អាតតែគាត់បានប្រើជាប្រភេទ beta ណាបាទអញ្ចឹងនេះគឺខ្ញុំបាទសូមបង្ហាញទោះទៅបាទតើនឹង AS26 នេះបាទអញ្ចឹងបាទឥឡូវជាដំបូងខ្ញុំសូមបង្ហាញមុនគេគឺតើទៅនឹងបាទគឺ icon បាទរូបរាងបាទកញ្ចក់បាទហៅថាកម្មវិធីណាស្របតែកញ្ចក់បាទអញ្ចឹងយើងចុចត្រេក3ចុច edit មកចុច customize មកបាទអញ្ចឹងយើងចុចកន្លែងពាក្យ customize ទី2អញ្ចឹងកន្លែង menu នេះក៏វាដូរដែរជាលក្ខណៈកញ្ចក់ហើយ menu របានេះក៏កញ្ចក់ដូចគ្នាបាទអញ្ចឹងយើង select មកមាន dark mode ទៀតទៅវាស្តៀងversion ចាស់ដូចគ្នា18ដូចគ្នាទេបាទគ្រាន់តែ version ថ្មីនេះគឺយើងអាចបាទមើលទៅឃើញលក្ខណៈកញ្ចក់អញ្ចឹងណាតែមាន dark mode មាន auto មានអីដូចគ្នាយើងដូរពណ៌បានបាទនេះប៉ុន្តែការដូរពណ៌នេះគឺវាអាចធ្វើឲ្យទូរស័ព្ទយើង slow បាទនៅពេលដែលយើងផ្លាស់ប្ដូរពណ៌យើងអូសមករៀងជាប់មករៀងស្អិតប៉ុន្តែសម្រាប់តែទូរស័ព្ទស៊េរីក្រោមទេបាទឬក៏13ក៏12ចុះហូមអញ្ចឹងទៅបាទរៀងស្អិតបន្តិចបាទអត់ស្រួលប្រើដូចស៊េរីក្រោយជា14 15 16ទេបាទអញ្ចឹងសម្រាប់នៅលើ12 Pro Max នេះគឺវារៀង slow បាទហើយឆាប់ក្តៅឆាប់កម្ដៅឆាប់ធ្លាក់នៅ frame rate ណាបាទអញ្ចឹងរៀងពិបាកប្រើបន្តិចបាទសម្រាប់12បាទចានេះយើងអាច zoom បាន zoom icon របស់យើងហ្នឹងបាទកម្មវិធីហ្នឹងអូខេបាទឥឡូវយើងមកបញ្ចប់បាទខាងមុខងារ icon កញ្ចក់ណាបាទអញ្ចឹងយើងដល់បាទចំណុចបាទតទៅទៀតអញ្ចឹងវាបាទខាងក្រោយនេះគឺតាក់ទងបាទទៅនឹងបាទ wallpaper បាទរបស់បាទ iOS 26បាទយើងទទួលបាន wallpaper ថ្មីមួយបាទយើងអាច set up វាមកបាទហើយមួយទៀតគឺតាក់ទងទៅនឹងម៉ោងយើងអាចទាញឲ្យធំបាទបានហើយនៅឲ្យវាបង្កប់បាទជាមួយនឹងរូបភាពដូច 3D តែម្ដងបាទអញ្ចឹងឥឡូវនេះបាទរូបភាពមានចលនាណាបាទវាមានរបៀបបាទវាមានដូរពណ៌ដូរអីចឹងទៅបាទអញ្ចឹងយើងចង់ដូរមកគឺយើងទាញខាងក្រោមនេះមកឲ្យបាទជាពិសេសយើងលេង style វាចិត្តច្រើននៅលើ screen របស់យើងយើងអាចទាញមកនៅពេញ full អញ្ចឹងបានទេឥឡូវខ្ញុំសាក set up វាអូខេឥឡូវខ្ញុំសាក customize សិនហើយវាមានបាំងមានអីចឹងណាបាទអញ្ចឹងចាស់ស្ដែងនេះគឺបាទអូខេវាអត់បាំងទេបាទស្អាតមួយយ៉ាងដែរបាទតែមើលទៅដូចបាទអត់សូវស្អាតទេបាទពណ៌ស្វាយនេះបាទមើលទៅស្វាយរឿងឈូកតិចចឹងណាបាទអញ្ចឹងឥឡូវបាទយើងចូលដល់បាទថ្មីមួយទៀតគឺទៅនឹងកាមេរ៉ាបាទកាមេរ៉ានេះគឺវាបាទដូចតែកាលពីមុនដែរទៅក៏វាបដូរកន្លែងខ្លះចឹងណាបាទគឺដំណើរឬក៏ការចេញចូលអីគឺវាផ្លាស់ប្ដូរបាទមានន័យថាវាស្អាតបាទស្អាតជាងមុនបាទទៅវាមានអារម្មណ៍ប្លែកជាងមុនបាទឥឡូវចូលមកមើល setting មកគឺវាផ្លាស់ប្ដូរបាទគឺទៅលើបាទ icon setting នីមួយដូចគ្នាបាទមើលទៅរៀងមូបាទពណ៌រៀងស្លេកចឹងណាបាទវារៀងកញ្ចក់ផុសចឹងទៅជាកន្លែងបាត់តេរីនេះគឺវាអាប់ដេតដូចគ្នាបាទកន្លែងនេះបាទអញ្ចឹងវានឹងប្រាប់បាទពីពេលដែលយើងឡាស់ឆាchứមិនសាកថ្មបាទយើងសាកថ្មចុងក្រោយហ្នឹងគឺបាន100%បាទយើងវានឹងបង្ហាញយើងក្នុងនេះហើយនេះគឺការប្រើប្រាស់របស់យើងផ្ទាល់បាទនេះបាទកន្លែងការប្រើប្រាស់របស់យើងផ្ទាល់ណាបាទវាមានទាំងអស់បាទនៅក្នុងហ្នឹងហើយមានកន្លែងបាទគឺបើកអូតូបាទ brightness បាទពលឺអីហ្នឹងគឺនៅនឹងទាំងអស់ហើយកន្លែងបិទបើកកន្លែងនេះក៏វាផ្លាស់ប្ដូរដែរកន្លែងបេតុងបិទបើកហ្នឹងណាបាទរៀងវែងបាទធ្វើរៀងវែងវិញបាទឥឡូវយើងចូលមកកាន់បាទ Safari មកក៏មានការបាទផ្លាស់ប្ដូរខ្លះដែរតែតើទៅកន្លែងបេតុង search នៅរបាខាងក្រោមបាទវាថ្លាបាទខាងក្រោមនេះខ្ញុំអូនេះគឺថ្លាតែម្ដងបាទគឺថ្លាឆ្វេងបាទមើលទៅស្អាតមួយយ៉ាងដែរបាទកន្លែងហ្នឹងណាបាទនេះខ្ញុំធូរទេបាទតែប៉ុតវានៅមានអ្វីបាទច្រើនជាងហ្នឹងទៀតឥឡូវយើងមកចូលមកដល់កន្លែង icon ម្ដងកន្លែង icon នេះគឺវាមានបាទ update ដូចគ្នាមកចុចសញ្ញាត្រី3មកយើងនឹងឃើញว่าវាមាន style 2បាទយើងចូល style ទី2នេះ
គឺវារៀបចំមកបែបផ្សេងហ្នឹងទៅយើង classic មកវានឹងបែបធម្មតាយើងប្រើរដងអញ្ចឹងណាជា list កន្លែងយើង call កន្លែងឈ្មោះកន្លែងអីហ្នឹងបាទចាឥឡូវយើងបាទចូលដល់បាទចំណុចផ្សេងមួយទៀតបាទអញ្ចឹងឥឡូវយើងមកមើលបាទគឺបាទប្រភេទបាទកម្មវិធីថ្មីបាទរបស់ Apple បាទគឺ preview បាទអញ្ចឹងពេលយើង update មកយើងទទួលបានកម្មវិធី preview នេះមួយទៀតគឺវាបាទតើតើទៅនឹងបាទកន្លែងដែលដូចផ្ទុកឯកសារ document របស់យើងអញ្ចឹងណាអញ្ចឹងបើយើងមាន CV មានជារូបថតអីក៏វានៅក្នុងនឹងដែរយើងអាចបង្កើតជា new document យើងអាចបាទសរសេរឬក៏គូររូបបាននៅលើហ្នឹងឥឡូវឧទាហរណ៍ខ្ញុំបង្កើតបាទ new document មកបាទខ្ញុំឆ្លាញ់ត្រង់កន្លែងនេះដូចហួយអញ្ចឹងបាទចុចទៅត្រេងត្រង់ណាអញ្ចឹងយើងយកបាទប៊ិចយើងមកយើងយកពួកអីក៏បានដែរបើមិនយើង save បានណាយើងអាច save យើងអាចស្រែតាមផ្សាយបាទឬក៏យើងយកกระดาษផ្ដេកឬក៏กระดาษបឈើអញ្ចឹងទៅបាទនេះបាទភេទបែបអញ្ចឹងឯងអូខេឥឡូវយើងចូលមកដល់បាទ app មួយទៀតគឺ app game បាទអញ្ចឹងសម្រាប់ app game នេះយើងមើលទៅគឺវាដូចបាទទៅនឹង app store ដូចគ្នាគាត់ថា app នេះវាផ្ដោតទៅលើ game តើទៅនឹង game បាទ click ឯទៅបាទកន្លែង game ដែលយើងបាទដាក់លុយបាទដាក់លុយដើម្បី download អញ្ចឹងសម្រាប់កម្មវិធីបាទ app game រូប missile នេះគឺវាបាទគឺចេញពីកន្លែង App Store ដូចគ្នាទេបាទអញ្ចឹងទីខ្ញុំចូល App Store បង្ហាញបាទអញ្ចឹងគាត់ថាបាទវាតាក់ទាញជាង App Store បាទមើលទៅបាទការរៀបចំណាអញ្ចឹងដល់ពេលយើងចូល App Store វិញយើងក៏អាចឃើញបាទនៅរូប missile ហើយពាក្យ game នឹងដែរដូចគ្នាបាទនេះបាទគឺការរៀបចំគឺបែបនេះបាទមើលទៅវាតំណឹងណាឥឡូវយើងចូលទៅកាន់ App Store មើលទៅបាទអញ្ចឹងយើងឃើញ missile game មកកន្លែងហ្នឹងអញ្ចឹងបាទនេះវាឲ្យយើង open តែម្ដងបាទយើងទទួលបាន app game ហ្នឹងមួយបាទអញ្ចឹងកន្លែងនេះគឺជាកន្លែងបណ្ដុំ game នៅក្នុងកន្លែង app missile នឹងដូចគ្នាបាទដល់ថានេះគឺបំបែកចេញមកអញ្ចឹងណាដែលចេញជាពីរ app ទៅងាយស្រួលយើងចូលបាទចូលមើលបាទប្រភេទ game របស់វាសតតែម្ដងបាទអញ្ចឹងបាទឥឡូវនេះយើងអាចដាក់បាទ ringtone លើ version នេះបានតែម្ដងចុចទៅលើចម្រៀងណាមួយមកជាប់មកបន្ទាប់មកចុច share បាទលើ MP3 ណាបាទចុច share មកបន្ទាប់មកយើងចុចពាក្យថា more បាទយើងចុចមកយើងនឹងឃើញមកនេះកន្លែង use បាទ ringtone ហ្នឹងបាទតែខ្ញុំអត់ចង់ដាក់ទេបាទតែខ្ញុំបាទគឺអត់តម្រូវការចម្រៀងនៅលើ ringtone ទេណាបាទអញ្ចឹងសម្រាប់បាទការប្រើប្រាស់ផ្ទាល់របស់ខ្ញុំគឺឆាប់ក្តៅបាទហើយវារៀងតាក់បន្តិចបាទរៀងតាក់តែម្ដងបាទអញ្ចឹងបាទសង្ឃឹមថា version ក្រោយៗអាចនឹងកែប្រែកន្លែងនេះបាទពេលខ្លះគឺអាច version ថ្មីដំបូងអញ្ចឹងណាជាងអាចនឹង 26.1 ឬក៏ .2 អីអាចនឹងភាសាជាងនេះបាទអញ្ចឹងបាទសម្រាប់បាទបងប្អូនអរគ្នាអាចសាកដំឡើងបានឬក៏ចាំដល់ 26.1 ក៏បានដែរប៉ុន្តែសម្រាប់ iPhone ដល់ចាប់ពី13ចុះក្រោមរៀងពិបាកបន្តិចហើយដោយសារបងប្អូនខ្ញុំ comment ច្រើនដែរថាវាមានរៀងគាំងឬក៏ស្អិតអញ្ចឹងណាបាទអញ្ចឹងខ្ញុំបាទមានតែប៉ុណ្្នឹងទេសម្រាប់ iOS 26បាទអញ្ចឹងបើពេញចិត្តនៅវីដេអូមួយនេះបាទសូមជួយបាទ follow និង like បាទ page និង share វីដេអូមួយនេះបាទម្នាក់មួយផងបាទដើម្បីទទួលបានបាទនៅវីដេអូបាទថ្មីបាទបន្តទៀតបាទអរគុណច្រើនបាទសម្រាប់ការតាមដានបាទនៅវីដេអូបាទមួយនេះបាទអរគុណ